បាទឥឡូវនេះគឺយើងមកតាក់ទងជាមួយនឹងវីដេអូបន្តទៀតការបូកចំនួនគុណនិងប្រភេទបាទយើងនិយាយភាគ2បាទកាលមុនយើងបញ្យល់តាក់ទងជាមួយនឹងរូបភាពប៉ុន្តែឥឡូវនេះគឺអត់មានរូបភាពមើលទេតែយើងត្រូវធ្វើដូចម្ដេចវិធីដែលយើងអាចដោះស្រាយលំហាត់នេះបានគឺទី1គឺយើងអាចតម្រូវភាពបែងវាសិនក៏បានឬក៏យើងធ្វើតាមវិធីដូចចំនួនចម្រុះក៏បានអញ្ចឹងដូចខ្ញុំបានបង្ហាញអញ្ចឹងមាន2របៀបដែលខ្ញុំបានបង្ហាញបាទរបៀបទី1យើងដឹងថា1នេះគឺវាស្មើនឹង5ភាគ5ឬក៏យើងនិយាយបានថា1វាមានភាគបែង1ប៉ុន្តែដើម្បីឲ្យវាបានភាគបែង5ត្រូវយកភាគបែងហ្នឹងទៅគុណជាមួយនឹង5ហើយភាគយកខាងលើក៏យើងគុណនឹង5ដែរនិយាយប៉ុណ្ណឹងប្រហែលជាស្ដាប់ទៅអត់យល់ទេតោះយើងមើលបានយើងអាចយល់បានបាទអញ្ចឹង1គឺបានន័យថា5ភាគ5បាទបានន័យថា5នៅលើ5ដល់ពេលស្មើ1ណាបាទដល់ពេល1លើ5យើងរក្សាវានៅដដែលមកអញ្ចឹងយើងបានការបូកប្រភេទដែលមានភាគបែងដូចគ្នាណាអញ្ចឹងយើងបូកភាគយកនិងភាគយកបាទភាគបែងរក្សានៅដដែលមកផ្សេងតួលទ្ធផលគឺ6លើ5អញ្ចឹងអានេះវិញបាទយើងមកមើលរបៀបមួយទៀតវិញបាទរបៀបមួយនេះម្ដងរបៀបមួយនេះគឺយើងសិក្សាវាទៅដូចប្រមាណពីចម្រុះអញ្ចឹងបានន័យថាយើងយក1នេះមកគុណជាមួយនឹង5បន្ទាប់មកយកទៅបូកបាទបូកជាមួយនឹង1នេះបាទបូកជាមួយនឹង1ហ្នឹងមកបាទអញ្ចឹងយើងបាន1គុណនឹង5បូក1 1គុណនឹង5 5បូកជាមួយ1 6ភាគបែងជារក្សាទៅដែរឥឡូវយើងមកធ្វើឲ្យវាលឿនណាឲ្យវាលឿនទាំងអស់គ្នាបាទយើងធ្វើឲ្យលឿនមកបាទអញ្ចឹងតែយើងអាចទទួលបានចម្លើយដែលយើងចង់បានទេនៅពេលដែលយើងធ្វើលឿនអញ្ចឹងខ្ញុំអាចសរសេរបានថាខ្ញុំយក2គុណនឹង5មកអញ្ចឹង2 5ដង10 10បូកជាមួយនឹង1យើងបាន11ភាគ5បាទលឿនមែនតើបាទអញ្ចឹងដើម្បីបាន11ភាគ5ហ្នឹងបានន័យថាម៉េចបានន័យថាកន្លែងហ្នឹងគឺបានន័យថា2បាទ2គុណជាមួយនឹង5បូក1ចែកនឹង5អញ្ចឹងយើងស្មើ11ភាគ5បាទអញ្ចឹងដល់សល់2លំហាត់ទៀតខាងក្រោមនេះណាពី3លំហាត់ទៀតបាទនេះបាទ3លំហាត់ទៀតសង្ឃឹមថាបងប្អូនអាចដោះស្រាយខ្លួនឯងបានអញ្ចឹងយើងសាកមើលធ្វើ3លំហាត់នឹងសាកល្បងមើលតែយើងអាចធ្វើបាននេះបាទអញ្ចឹងតាមកន្លឹះខាងលើយើងធ្វើតាមវិធីណាក៏បានដែរតាមការតម្រូវភាពបែងក៏បានយើងធ្វើតាមរបៀបដូចប្រមាណវិធីចម្រុះការគុណនឹងលឿនក៏បានអញ្ចឹងយើងទទួលបានចម្លើយដែលយើងចង់បានហើយសាកល្បងទាំងអស់គ្នាបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូហើយយើងជួបគ្នានៅវីដេអូបន្តទៀតបាទ